ការព្រះសាស្ត្រាចារ្យគង់នៅគូរីគ្រឹះឧទាថេរបាននិមន្តព្រះសង្ឃឲ្យនិវត្តន៍មកកាន់ក្របិលប៉ុស្តិ៍តាមសេចក្តីអារាធនារបស់ព្រះស្រីសិទ្ធត្ថពុទ្ធបតាកាលព្រះពុទ្ធយាងមកដល់នឹងក្រោយពុទ្ធបតាទ្រង់ចង់អញ្ជលីគោរពថ្វាយបង្គំព្រះដ៏មានបុណ្យស្រាប់តែមេឃបង្អុរភ្លៀងបោកគ្រីផ្សល់ដ៏អស្ចារ្យគឺនរណាចង់ទឹកទៅទឹកនរណាពុំចង់ទឹកគឺទៅទឹកឡើយគឺដោយហេតុដ៏អស្ចារ្យនៃភ្លៀងសុខនេះដែលបណ្ដាលឲ្យព្រះពុទ្ធទ្រង់សម្ដែងធម្មទេសនារៀងព្រះវេស្សន្តរនោះថាកាលនោះព្រះបាទសិរិមហារាជសោយរាជនគរជាតិសិរីរតទ្រង់មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសញ្ជ័យព្រះរាជាទ្រង់អភិសេកព្រះសញ្ជ័យជាមួយនាងសុបាសុបតីភុសតីជារាជបុត្រីនៃព្រះបាទមទ្រាជនេនគរមត្រតបុព្វប្រវត្តិនៃនាងភុសតីនោះគឺថានៅចុងកបទី91នាងនេះជារាជបុត្រីនៃព្រះបាទគន្ធមរាជនគរពទុមតីនាងបានបូជាលម្អិតខ្លឹមចន្ទចំពោះព្រះពុទ្ធវិប្ស័យដោយផនឡានិសង្សនេះនាងមានក្លិនក្រអូបទីបំផុតកំណត់ចិនមែនយុព្រះនិច្ចជ្រាបថានាងនឹងសុទ្ធចាកទេវលោកព្រះអង្គក៏ប្រទានពរ10ប្រការសុពលចំពោះនាងតាមសេចក្តីប្រាថ្នាគឺឲ្យបានជាអគ្គមហេសេនៃព្រះបាទសញ្ជ័យនានាគចិត្តរឲ្យមានភ្នែកល្អមានភូមិកងត្រទេសត្រទួយដូចបង្គួយកែតណ្ដឲ្យមានឈ្មោះថាភុស្រីដែលឲ្យមានកូនប្រុសមួយមានកតនាមល្បីល្បាញពេលមានខ្ពន់សូមឲ្យមានផ្ទៃពោះរាបស្មើល្អដូចរូបប្រក្រតីគុំឲ្យមានដោះសណ្ដាយគុំឲ្យមានសក់ស្កើត្រូវមានសត្វសម្បូរស្បែកមិត្តខែលល្អដូចសត្វពលមេសឲ្យមានអំណាចដោះទុក្ខទោសរបស់មនុស្សសត្វទាំងឡាយឲ្យមានបក្សីគឺហង្សក្រៀលខ្ងានបន្លឺនៅសុបទល្វេងល្វើយនាព្រះរាជមន្ទីរព្រះនាងភុស្តីសុទ្ធចាកទេវលោកមកកើតក្នុងផ្ទៃនៃព្រះអគ្គមហេសីរបស់ព្រះបាទមទ្រាជនាងមានក្លិនកាយក្រអូបដូចក្លឹមចន្ទទើបគេថ្វាយព្រះនាមភុសតីព្រះបាទសិរីមហារាជទ្រង់ប្រសអភិសេកនាងឲ្យជាអគ្គមហេសេនៃព្រះបាទស្រីសុជារាជបុត្ររបស់ព្រះអង្គកាលនោះព្រះពោធិសត្វយាងចុះពីឋានត្រៃត្រឹងសមុខចាប់បរិសំក្នុងផ្ទៃនាងភុសតីតាំងពីមានកូនកាលណាព្រះនាងភុសតីចំណាយព្រះរាជទ្រព្យ500,000ខាតណរាល់ថ្ងៃដើម្បីព្រះរាជទានក្នុងសាលាទានទាំង3នោះពេលគ្រប់សមះព្រះនាងយាងប្រទស្សនករក៏ស្រាប់តែប្រសូតព្រះពោធិសត្វនៅចន្លោះផ្លូវនៃពុទ្ធមុនទើបគេថ្វាយនាមព្រះរាជទារកថាព្រះវេស្សន្តរក្នុងថ្ងៃព្រះពោធិសត្វប្រសូតមកមានមេដំរីមួយបាននាំកូនដំរីសុទ្ធមកទុកថ្វាយក្នុងកន្លែងដំរីមង្គលគេដាក់នាមដំរីនោះថាបច្ច័យណកេណ្ឌនៅពេលព្រះជន្មបាន5ឆ្នាំព្រះពោធិសត្វប្រទាននៅប្រដាប់ប្រដាកុមារមានតម្លៃ100,000ខាតណដល់មានគម្រប់9ដងកាលព្រះជន្មបាន8ឆ្នាំទ្រង់ប្រាថ្នាឲ្យបេះដូងភ្នែកសាច់ឈាមជាទានហដ្ឋអច្ឆតិទានព្រះជន្មបាន15វស្សាព្រះបតាទ្រង់សំគុំនាងត្រីជាមេតុលធីតាអំពីមិត្តរតឲ្យជាអគ្គមហេសីហើយទ្រង់ដាក់រាជថ្វាយឲ្យគ្រប់គ្រងគ្រោះត្រៀងមកចំណែកកាលមកនាងត្រីប្រសូតបានព្រះរាជបុត្រមួយដាក់នាមថាជាលីរួចប្រសូតបានបុត្រីមួយដាក់នាមថាកណ្ដាជនាក្រស្លា